7 ចំណុចរបស់ប្តីអន់ទី1គឺបកាយត្អូនត្អែបកាយត្អូនត្អែរអ៊ូរទាំណាគេហៅថាមនុស្សប្រុសដែលមាត់ញីមនុស្សប្រុសមាត់ញីងើមនុស្សដែលខ្លាំងគេអត់ត្អូនត្អែទេមនុស្សដែលបកាយគេអត់ត្អូនត្អែទេគេដោះស្រាយបញ្ហាគេចាប់ដើមធ្វើវាទី2បានតែខាងស្ដីបន្ទោសប្រពន្ធបន្ទោសបង្អាប់ប្រពន្ធថាអញ្ចេះថាចុះថាល្ងងថាមិនស្វាហាប់មិនរហ័សរហួនថាចេះថាចុះប៉ុន្តែខ្លួនឯងហ្នឹងគឺអត់ធ្វើជាមនុស្សឆ្លាតទេប្រុសឆ្លាតចាំបាច់បន្ទោសប្រពន្ធទេប្រុសឆ្លាតគេណែនាំកែលម្អហើយប្រុសឆ្លាតគឺគេអាចដឹកនាំគ្រួសារបានទី3កំសាកហើយនៅតែពីក្រោយប្រពន្ធទេបានខាងមាត់ដល់តែពេលមានរឿងណាមួយកើតឡើងរួញស្ញោណានៅពីក្រោយប្រពន្ធរុញប្រពន្ធឲ្យប្រឈមមុខឲ្យដោះស្រាយបញ្ហាឬក៏ជំនះបញ្ហាហ្នឹងទៅដល់ចប់សពគ្រប់បានគាត់អើតក្បាលចេញមកទី4គ្មានគំនិតផ្ដួចផ្ដើមទេគ្មានគំនិតផ្ដួចផ្ដើមទេអត់មានចំណេះដឹងអត់មានមូលដ្ឋាននៃការផ្គុំគ្នារវាងចំណេះដឹងនិងបំណងដែលបង្កើតបានទៅជាគំនិតផ្ដួចផ្ដើមណាមួយគឺគាត់ពឹងទៅលើប្រពន្ធជាអ្នកផ្ដួចផ្ដើមជាអ្នកដឹកនាំជាអ្នកចាប់ដើមធ្វើមុនជាអ្នកបំផុសគំនិតមុនហើយគាត់ក្រោយប្រពន្ធឬក៏ពេលខ្លះមិនយល់ស្របតាមប្រពន្ធឬក៏មិនយល់ពីអ្វីដែលប្រពន្ធធ្វើផងទី5ខ្ជិលច្រអូសខ្ជាណាខ្ជិលច្រអូសខ្ជាអត់រុះរាន់អត់ស្វាហាប់អត់ឧស្សាហ៍ទេគឺស្ទុះទុយមួយហើយអត់ចង់កម្រើកខ្លួនទី6ល្ងងខ្លៅណាអត់សិក្សារៀនសូត្រឲ្យមានការចេះដឹងយល់ពីកលៈទេសៈយល់ពីសង្គមមានមហិច្ឆតាអីទេគឺថារស់នៅដោយភាពងងឹតងងុលដោយភាពល្ងងចេះបណ្ណាក៏ប៉ុណ្ណឹងធ្វើតាមទម្លាប់ធម្មតាគ្មានការរីកចម្រើនពីមុនមក20ឆ្នាំមុនធ្វើអញ្ចឹង10ឆ្នាំមុនធ្វើអញ្ចឹងឥឡូវនឹងធ្វើអញ្ចឹងអត់មានការអភិវឌ្ឍទៅមុខទេហើយចចេះរឿងរស់ទៀតផងល្ងងមិនជាបញ្ហាទេបញ្ហាអាល្ងងហើយចចេះទៀតនេះទី7ប្រចាំប្រពន្ធប្រចាំដោយសារតែខ្ជិលនឹងមួយហើយប្រចាំដោយសារតែអត់មានភាពឯករាជ្យប្រពន្ធធ្វើទុកឲ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 ្យប្រពន្ធធ្វើបាទមនុស្សប្រុស7ចំណុចនេះគេហៅថាជាប្តីដែលអន់ហ្នឹងប្រពន្ធពិបាកចិត្តប្រពន្ធធន់ចិត្តណាស់